Xong rồi riêng cái dương của được dương trâu miền pe hot pe sầm rạ chả bên hot pe sầm rạ nhưng mình chỉ cả bà chơi thì hay được xa mới tiết dương ai tha dương đam đo tận này cái này ni hai dương đam đo ti đau tư đau ni haiแต่តែហេតុអីបានអត់មានអ្នកផ្ដល់កម្លាំងចិត្តអត់មានអ្នកឈោទះដៃយើងយកចិត្តទៅដាក់ជាមួយយើងហេតុអីបានជាយើងមានតែម្នាក់ឯងតែពិតយើងដើរមិនទាន់ដល់គេនៅចាំផ្ទះដៃយើងនៅខាងមុខយើងដើរទៅ100ក្នុង100គីឡូយើងទៅដើរបាន80គីឡូហ្នឹងតែយើងដើរ20គីឡូទៀតបានមានអ្នកចាំផ្ទះដៃអញ្ចឹងយើងមិនបរាជ័យទេតែយើងហត់យើងសម្រាប់សិនដើរ100គីឡូមិនហត់មិនដើរអ្នកជិះម៉ូតូត្រូវអស់សាំងគេអត់វាត្រូវសារត្រូវការពេលវេលាសុទ្ធតែត្រូវការកម្លាំងក្នុងការផ្ដល់ពេលដល់ខ្លួនឯងសម្រាប់ខ្លះអូខេអញ្ចឹងហ្នឹងខ្ញុំក៏ចាំអារម្មណ៍ដែរខ្ញុំមានតាមតាមនុស្សយើងបាក់សម្រស់ឬក៏អីគេមានបញ្ហាអីផ្សេងៗក៏អត់សូវសម្ពាធដូចជាការបាក់ទឹកចិត្តទេការបាក់ទឹកចិត្តគឺជាគិតកោធ្លាក់មកមនុស្សកាលណាដែលបាក់ទឹកចិត្តអត្តកម្មភាពការនិយាយពីបាក់ទឹកចិត្តតែនៅឃើញពាក្យតែខ្ញុំសុកវិញការមានតែបាក់ទឹកចិត្តអីទេដូចថាយើងគិតថាដោយសារតែផ្លូវចិត្តយើងអត់រឹងមាំទៅយើងបាក់ទឹកចិត្តវាធ្វើយើងបាត់បង់លទ្ធភាពការងារផ្សេងៗច្រើនខ្លាំងមែនតើយើងឃើញថាមនុស្សភាគច្រើនdepression ឬក៏លុតទឹកសម្រាប់ខ្លួនក៏ដោយសារតែជំងឺបាក់ទឹកចិត្តហ្នឹងហើយបាក់ទឹកចិត្តហ្នឹងវាក៏ដើមចេញពីចំណុចតូចមួយដែរគឺការមិនអានពីភៅវាធ្វើឲ្យមនុស្សយើងវង្វេងអត់ស្គាល់ខ្លួនឯងសមណាបើសិនបើគេអត់ឲ្យតម្លៃយើងឲ្យតម្លៃខ្លួនឯងទៅហើយយើងចូលចាំថាមិនអ្វីទាំងអស់សត្វតែថិតថេរមានតែពាក្យប្រែប្រួលទេថិតថេរអញ្ចឹងវាអាចនឹងប្រែប្រួលអ្វីគ្រប់យ៉ាងប៉ុន្តែអ្វីដែលយើងមិនប្រែប្រួលគឺយើងកុំបោះបង់ខ្លួនឯងទោះបីយើងនៅក្នុងកលៈទេសៈណាក៏ដោយអញ្ចឹងយើងត្រូវតែគ្រប់គ្រងខ្លួនឯង motivation ខ្លួនឯងទឹកចិត្តខ្លួនឯងយើងមានបងប្អូនយើងតើយើងមានគ្រួសារយើងតើយើងមានមនុស្សទីស្រឡាញ់យើងតើហេតុអីបានយើងត្រូវបោះបង់ខ្លួនឯងហើយយើងមកដល់ទីនេះគឺយើងជានរណាតម្រាំតែយើងមកដល់ពេលនេះនៅឈរនៅទីតាំងកន្លែងនេះយើងមិនមែនជាមនុស្សធម្មតាទេសត្វតែអ្នកដទៃខ្លះគេចង់បានដូចយើងប៉ុន្តែគេធ្វើអត់បានផងយើងចូលគិតកន្លែងហ្នឹងមិនមែននៅសុកអ្វីកើតឡើងតែចៃដន្យទេប៉ុន្តែវាជាការរៀបចំទុកតែពិតមនុស្សយើងដូចនិយាយខាងដើមមុនហ្នឹងអញ្ចឹងវាមានពេលដែលត្រូវហត់មានពេលដែលត្រូវសម្រាកតែយើងឆាប់ដល់អាយុមន័យនឹងខ្លាំងពេកយើងចង់ជោគជ័យចង់បរាជ័យអីមិនក៏ដោយតែសំខាន់យើងត្រូវដឹងពីខ្លួនឯងថាខ្លួនឯងកំពុងស្ថិតនៅកន្លែងណាហើយយើងដើរមកបាន80គីឡូហើយមិនសល់តែ20គីឡូទៀតហើយយើងមិនដើរទៅមុខទៀតទៅយើងក៏សម្រាកសិនដែរបាទម៉ូតូជិះក៏ត្រូវការសម្រាកខ្លះដែរវាក្តៅទៅសិនណាក្តៅវាអាចនឹងកុបពេលវានឹងអាចខាត់បងច្រើន